តំណាងអង្គការ UNESCO ប្រចាំកម្ពុជាសម្ដែងការគាំទ្រចំណាត់ការទប់ស្កាត់ការរីករាលដាលសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរស្របពេលដែលសំណង់ខុសច្បាប់បានរីករាលដាលយ៉ាងគំហុកក្នុងរយៈពេលចុងក្រោយនេះបានធ្វើឲ្យរមណីយដ្ឋានអង្គរដែលជាសម្បត្តិបេតិកភណ្ឌពិភពលោកអាចនឹងប្រឈមនឹងបញ្ហាបើទប់ស្កាត់មិនបានទាន់ពេលទេនោះឆ្លើយតបទៅនឹងបញ្ហានេះអាជ្ញាធរជាតិអប្សរាក្នុងឋានៈជាស្ថាប័នគ្រប់គ្រងរមណីយដ្ឋានអង្គរបានព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋដែលបានលួចសាងសង់សំណង់ខុសច្បាប់ដោយសូមឲ្យពួកគាត់រុះរើសំណង់ខុសច្បាប់ទាំងនោះដោយខ្លួនឯងវិញចំពោះករណីដែលប្រជាពលរដ្ឋមួយចំនួនទៀតមិនបានរុះរើដោយស្ម័គ្រចិត្តទេដើម្បីបំពេញកាតព្វកិច្ចរបស់ខ្លួនក្នុងការថែរក្សាឲ្យបាននៅបេតិកភណ្ឌពិភពលោកអង្គរអាជ្ញាធរជាតិអប្សរាមានភាពចាំបាច់ដើម្បីប្រើប្រាស់គោលការណ៍រដ្ឋបាលចុះរុះរើសំណង់ខុសច្បាប់ទាំងនោះចេញលោកស្រី Annie Limastre តំណាងអង្គការ UNESCO ប្រចាំកម្ពុជាបានថ្លែងក្នុងសន្និសីទសារព័ត៌មានក្រោយកិច្ចប្រជុំបច្ចេកទេសលើកទី28នៃគណៈកម្មាធិការ ICC អង្គរថានិយាយអំពីសំណង់ថ្មីៗនៅក្នុងតំបន់1និងតំបន់2តាមពិតទៅសំណួរមួយនេះត្រូវបានអគ្គនាយកអាជ្ញាធរជាតិអប្សរាឆ្លើយយ៉ាងក្បោះក្បាយល្អរួចហើយតែយើងគ្រាន់តែចង់បន្ថែមបន្តិចពួកយើងសូមសម្ដែងការសាទរដល់អាជ្ញាធរជាតិអប្សរាដែលបានចាត់វិធានការទប់ស្កាត់និងធ្វើការរុះរើសំណង់ថ្មីៗខុសច្បាប់នៅក្នុងតំបន់1និងតំបន់2នេះគឺជាការងារដែលមាននៅក្នុងកិច្ចព្រមព្រៀងរវាងប្រទេសកម្ពុជានិងអង្គការ UNESCO លោកស្រីបន្ថែមថាដូច្នេះយើងសូមលើកទឹកចិត្តដល់អាជ្ញាធរអប្សរាឲ្យបន្តក្នុងកិច្ចការពារតំបន់1និងតំបន់2និងការពារច្បាប់ឲ្យបានខ្លាំងតាមដែលអាចធ្វើទៅបានអ្វីដែលយើងត្រូវនិយាយនិងសម្រេចចិត្តគឺនៅខែធ្នូក្នុងកិច្ចប្រជុំ ICC អង្គរលើកក្រោយពួកយើងអាចនឹងមានការរៀបចំសិក្ខាសាលាមួយស្ដីអំពីកិច្ចការអភិរក្សហើយខ្ញុំគិតថាសម្រាប់ពេលនេះយើងកំពុងមានដំណើរការល្អប្រសើរហើយដូច្នេះយើងពិតជាពេញចិត្តចំពោះដំណើរការនេះ